ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូនេះនឹងបង្ហាញអំពីរបៀបដុតទ្រាប់ដោយឆ្ងាញ់ពិសាជាមួយនឹងម្សៅហើយនិងពងទាប៉ុន្តែមុននឹងខ្ញុំអធិប្បាយសូមពុកម៉ែបងប្អូនជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងទុកជាការរាប់អានសូមអរគុណទុកជាមុនឥឡូវនេះយើងមកលាងទ្រាប់លាងម្ទេសលាងស្លឹកខ្ទឹមឲ្យស្អាតដើម្បីយកទៅធ្វើម្ហូបនឹងតែម្ដងឥឡូវយើងយកទ្រាប់យកមកដាក់អាំងបាទដាក់អាំងហើយយើងឧស្សាហ៍ប្រែបន្តិចទៅកុំឲ្យវាខ្លោចแล้วកូនស្រីខ្ញុំមកជួយបេះម្ទេសនៅខាងក្រោយផ្ទះនឹងឯងគាត់ចូលចិត្តណាស់ឲ្យធ្វើម្ហូបថតគឺចូលចិត្តតែម្ដងកូនស្រីពៅឥឡូវយើងចាប់ផ្ដើមយកគ្រាប់ម្ខាក់បាទនេះគឺជាគ្រាប់ម្ខាក់យើងយកគ្រាប់ម្ខាក់យកមកលីងបាទយកមកលីងយកមកឆាឲ្យវាចេញជាតិប្រេងណាហើយយើងដាក់លាយប៊ឺបន្តិចទៅឥឡូវយើងងាកមកលាងម្សៅវិញបាទយើងម្សៅចឹងបានត្រាំឲ្យរីកហើយឥឡូវយើងលាងវាយកមកដាក់ឲ្យស្ងួតដាក់មកដុំហើយកាត់វាឲ្យខ្លីៗទៅងាយស្រួលយើងដាក់នៅលើទ្រាប់ហ្នឹងកុំឲ្យវាតែនតែអញ្ចឹងណាបងប្អូននេះគឺយើងយកប្រេងម្ខាក់ហ្នឹងយកមកលាបដើម្បីឲ្យវារលោងមើលទៅពណ៌ស្អាតឥឡូវហ្នឹងគឺយើងចាប់ផ្ដើមកាត់វាបាទភរិយារបស់ខ្ញុំកំពុងតែកាត់វះទ្រាប់ហ្នឹងគឺដូចវះនំប៉័ងអញ្ចឹងបាទវះឲ្យវាបែកជាពីរតែម្ដងយើងហែកវាឲ្យកប៉ាទៅមើលទៅស្អាតផងដែរបន្ទាប់ពីពុកម៉ែបងប្អូនវះវាកាត់វាហើយយើងអាចយកប្រេងម្ខាក់មិញហ្នឹងណាប្រេងម្ខាក់ដែលយើងបានឆាវាមិញហ្នឹងយកមកលាបមកដើម្បីឲ្យវាទន់រលោងហើយឈ្ងុយឆ្ងាញ់ផងដែរបងប្អូនម៉ែបងប្អូនបានភាសាគឺឈ្ងុយឆ្ងាញ់តែម្ដងបាទឥឡូវយើងមកលាយគ្រឿងជាមួយនឹងប្រេងម្ខាក់នឹងថែមទៀតដើម្បីយកទៅលាបជាមួយវាមានទឹកប្រេងខ្យងមានប៊ីចេងមានស្ករមានអំបិលបន្តិចទៅហើយយើងក៏ដាក់ម្ទេសហុយបន្ថែមបន្តិចទៀតដែរបាទហើយយើងថែមប៊ឺបន្តិចទៀតទៅព្រោះយើងចង់បានជាតិឈ្ងុយអំពីប៊ឺហ្នឹងហើយពេលយើងខ្ញុំក៏បានហាន់ម្ទេសបាទហាន់ម្ទេសហើយម្ទេសនឹងដាក់ទៅតាមចំណង់ចំណូលចិត្តរបស់ពុកម៉ែបងប្អូនទៅចង់ហិលយ៉ាងណាដីណាហើយយើងនេះគាត់កំពុងតែហាន់ស្លឹកខ្ទឹមស្លឹកអីទៀតយកមកលាយជាមួយនឹងប្រេងម្ខាក់នេះកូនស្រីពៅកំពុងតែកូរវិតនេះឥឡូវយើងចាប់ផ្ដើមយកប្រេងម្ខាក់និងគ្រឿងដែលយើងបានផ្សំបាញ់មិញហ្នឹងយកទៅលាបលើពោះរបស់ទ្រាប់នឹងតែម្ដងបាទលាបវាឲ្យសព្វទៅដើម្បីបន្ថែមរសជាតិរបស់ទ្រាប់អាំងរបស់យើងបាទឥឡូវយើងងាកមកបុកគ្រឿងណាបុកទឹកម្ទេសគេហៅថាដូចម្ទេសកោះកុងអញ្ចឹងណាអញ្ចឹងយើងមានម្ទេសក្រហមនឹងយើងមានខ្ទឹមសមានអីនឹងយកមកមិចជាមួយគ្នាមកបាទមានស្ករមានប៊ីចេងមានក្រូចឆ្មាហ្នឹងហើយពុកម៉ែបងប្អូនគឺចេះអស់ហើយណាគ្រាន់តែខ្ញុំថតបង្ហាញបន្ថែមពីលើទៀតនៅក្នុងវីដេអូរបស់ខ្ញុំបាទហ្នឹងបាទហើយយើងនៅពេលដែលយើងលាយទឹកម្ទេសនឹងហើយយើងយកមកដាក់នៅក្នុងកូនចានឬក៏នៅក្នុងអ្វីមួយដែលយើងអាចដាក់បានណាแล้วពេលយើងខ្ញុំកំពុងតែលាងពងទាបាទលាងពងទាហើយយកមកដាក់ជាមួយនឹងទ្រាប់ហ្នឹងឥឡូវហ្នឹងគាត់បានចាប់ផ្ដើមដាក់ម្សៅបាទម្សៅដែលយើងបានកាត់មិញនេះយកទៅដាក់នៅលើទ្រាប់ហ្នឹងហើយលើទ្រាប់នឹងដាក់ឲ្យពេញទៅហើយនេះគឺជាបុគ្គលិកទាំងពីរនាក់ដែលមកចាំញ៉ាំអត់តែឆ្អិននឹងញ៉ាំហើយឥឡូវយើងចាប់ផ្ដើមគោះពងទាដែលយើងបានលាងមិញហ្នឹងយកមកដាក់នៅលើទ្រាប់មួយហ្នឹងអញ្ចឹងចង់ដាក់1ដាក់2អីទៅតាមចំណង់ចំណូលចិត្តរបស់យើងរបស់ពុកម៉ែបងប្អូនចង់ថែមពងទាយើងចង់ថែមសាច់ជ្រូកចិញ្ច្រាំក៏បានដែរបើយើងអាចដាក់ជាមួយសាច់ជ្រូកចិញ្ច្រាំក៏រឹតតែឆ្ងាញ់ទៀតរសជាតិវាផ្សេងមួយទៀតបាទហើយនេះក្លិនវាឈ្ងុយហ្មងបាញ់ចូលច្រមុះមានអាហារតិចអីទៅគឺឈ្ងុយមែនតើឆ្ងាញ់បន់ឲ្យតែឆ្អិនហើយអាំងបានភ្លក់បានញ៉ាំនឹងតែម្ដងបើខ្ញុំនិយាយចឹងពុកម៉ែបងប្អូនប្រហែលជាមិនសូវជឿទេបើបានធ្វើហើយបានភ្លក់បានអីទៀតអានឹងរឹតតែឆ្ងាញ់តែម្ដងហើយ
ខ្ញុំប្លែកមកនេះខ្ញុំអត់ដែលបានធ្វើញ៉ាំទេបាទទៅមើលតាម YouTube ទៅឃើញហើយក៏ឲ្យភរិយាគាត់ធ្វើឲ្យញ៉ាំតែម្ដងឥឡូវភរិយាខ្ញុំចាប់ផ្ដើមភ្លក់ជូនពុកម៉ែបងប្អូនទស្សនាកំសាន្តបាទហ្នឹងហើយប្រទេសក្រហមហ្នឹងអត់ទៅហឹលទេបងប្អូនពុកម៉ែបងប្អូនដោយសារតែយើងប្រើម្ទេសអត់ហឹលណាបាទដាក់ថែមម្ទេសហឹលតិចហើយនឹងម្ទេសអត់ហឹលបើពុកម៉ែបងប្អូនអត់ចាញ់ហឹលទេគឺការវាល្អអាចញ៉ាំហឹលទៅគឺកាត់កាន់តែឈ្ងុយឆ្ងាញ់តែម្ដងបាទទីចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានទស្សនាតាំងពីដើមដល់ចប់ហើយក៏សូម Subscribe Channel របស់ខ្ញុំម្នាក់មួយផងទុកជាការរាប់អានហើយនឹងទទួលបាននៅវីដេអូថ្មីបន្តទៀតបាទសូមអរគុណច្រើន